ចំពោះប្រព័ន្ធសណ្ដោងឬក៏ listing system ដែលជាមុខងារសំខាន់នៅក្នុងការដឹកជញ្ជូនក្នុងវិស័យកសិកម្មគឺគេប្រើសម្រាប់ដឹកជញ្ជូនអ្វីមួយពីទីតាំងកទៅទីតាំងខឬក៏ទីតាំងខមកទីតាំងកវិញដែលត្រូវបានបំពាក់មកជាប់នឹង drone Acras T70P និង Acras T100 ហើយភាគច្រើនពុកម៉ែបងប្អូនដែលជាម្ចាស់ចម្ការគាត់ប្រើដើម្បីដឹកជញ្ជូននៅពេលដែលប្រមូលផលបន្លែផ្លែឈើជំនួសឲ្យការប្រើប្រាស់គោយន្តរមាក់រថយន្តព្រោះថាវាមានភាពងាយស្រួលគ្រាន់តែហោះឆ្លងពីលើអាកាសអាចទទួលបានយ៉ាងងាយគ្រាន់តែកំណត់ទៅតាមការសណ្ដោងដែលបងប្អូនចង់បានទៅរួចជាការស្រេចមុខងារសណ្ដោងមួយនេះវាមានសមត្ថភាពទប់រំយោលរក្សាលំនឹងដែលមានស្ថិរភាពមិនឲ្យយល់ទៅតាមខ្យល់ជាដាច់ខាតបើសិនជាក្នុងករណីថាហោះសុកវាយល់ពេលនោះ drone នឹងបន្ថយល្បឿនដើម្បីរក្សាលំនឹងរវាង drone ទៅនឹងខ្សែសណ្ដោងឲ្យវាមានលំនឹងទើបហោះបន្តធ្វើបែបនេះគឺវាមិនធ្វើឲ្យធ្លាក់របស់ដែលពុកម៉ែបងប្អូនបានសណ្ដោងជាដាច់ខាតគឺវាអាចដាក់បានរហូតដល់ទៅ80 គីឡូក្រាមចុះក្រោមសម្រាប់ឧបករណ៍សណ្ដោងមួយនេះនិង drone កសិកម្ម DJI គ្រប់ model គឺមាននៅក្នុងមុន HCC បងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ